សួស្តីបងប្អូនទាំងអស់គ្នាឥឡូវមកមើលពីរបៀបស្លកកូរស្នាដៃចុងភៅក្រមុំស្នាដៃកូនស្រីរបស់ខ្ញុំបងប្អូនគាត់ស្លបតាថតបតានិយាយទៅមកមុខម្ហូបសាមញ្ញដូចជាម្ជូរកកូរប្រហើរឆានគឺគាត់អាចធ្វើបានគាត់បានឆ្នៃនៅគ្រឿងវិលចេងស្ករហ្នឹងដូចថាមិនល្មមមិនឲ្យប្រៃពេកឬក៏ផ្អែមពេកអីចឹងណាបងប្អូនពីថាតំណេពីការសិក្សាគឺគាត់ចូលចង្ក្រានធ្វើមហូបហើយជំនួសអ្នកម្ដាយរបស់ខ្ញុំជំនួសលោកយាយរបស់គាត់ហើយបើបន្លែវិញគឺគាត់ដូចថាស្លមិនឲ្យបន្លែហ្នឹងរលួយជ្រុលតកចិត្តឲ្យនៅជ្រប់បងប្អូនមិនឆ្ងាញ់ហើយទឹកក៏គាត់ដាក់មកល្មមដូចថាមកសមល្មមនឹងបន្លែនឹងសាច់របស់គាត់បងប្អូនហើយអង្គលីងក៏គាត់ដាក់មកល្មមដែរមិនឲ្យខាប់ពេកឬក៏រាវពេកខាប់ពេកក៏មិនឆ្ងាញ់រាវពេកក៏មិនឆ្ងាញ់ដែរបងប្អូនហើយចំណែកបន្លែស្លឹកវិញគឺគាត់បងក្រោយគេហ្នឹងគឺកុំឲ្យរលួយបងប្អូនហើយនេះឆ្អិនហើយបងប្អូនអើយ